បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើត្រង់បន្ថែមបាទធ្វើបានតែមួយទេបងប្អូននេះធ្វើមិនសមមិញបានមួយបន្ថែមបាន2ទៀតឥឡូវយើងធ្វើអាងបាន7ហើយបងប្អូនបាទបាន7ហើយយើងបង្កាត់បានតិចទេបងប្អូនបាទដើមរដូវនេះដូចជាមិនសូវធ្លាក់ពងច្រើនទេបាទខាងនេះធ្វើឲ្យមកជួបាន5ហើយខាងនេះយើងក្រងធ្វើ5ទៀតហើយយើងបន្ថែមធ្វើទៀតបងប្អូនបាទមិនធ្វើតែ2ជួរហ្នឹងទេយើងបន្តទៅមុខទៀតបាទពូដីនៅទលេច្រើនហើយឆ្នាំនេះខ្ញុំនឹងកម្រងចំកែបសាច់បាទប្រកាសផងចំកែបសាច់ផងបាទផលិតកូនផងចំកែបសាច់ផងពូមើលទៅទីផ្សារវាល្អដែរកែបសាច់ចឹងយើងអាចធ្វើវាបានបាទលើសបោអ្នកទិញកែបសាច់បងប្អូនបាទគឺទីផ្សារអត់ខ្វះទេបងប្អូនបាទឲ្យតែបងប្អូនចាំបានតែតម្លៃអាហ្នឹងអាស្រ័យលើទីផ្សារដែរគឺយើងអត់អាចកំណត់តម្លៃបានទេហើយនេះកូនក្អុកយើងបាទអាយុដូចជា10ថ្ងៃជាងហ្នឹងបងប្អូនបាទចឹងខ្ទង់មួយខែទៀតយើងអាចចាប់លក់ចែកជូនបងប្អូនបានហើយអានេះខ្ញុំធ្វើផ្សេងបងប្អូនបាទបែបផ្សេងអានេះយើងធ្វើបែបផ្សេងអានេះអត់សូវចំណាយអាស័យច្រើនប្រហែលទេបាទខ្សែក៏មិនសូវចំណាយដែរយើងចងតកូលទេបាទខ្សែហើយយើងអាចចំណាយប្រហែលគ្នាទេបាទតែនេះចំណាយអាស័យច្រើនជាងបាទគឺក្នុង2ត្រង់នេះយើងចំណាយដូចជាបាទចូល10ដើមជាងបងប្អូនបាទខាងនេះចំណាយត្រឹមតែ6ដើម7ដើមឯទេបងប្អូនបាទខុសគ្នាប្រហែលជា4 5ដើមបងប្អូនបាទប៉ុន្តែអានេះវាមាំជាងបងប្អូនអានេះគឺមាំជាងគឺហាប់ប៉េះទាំងបាទអត់មានយីកយកអាយីអីទេតែបើខាងនេះរៀងយីកយកអាយីខ្លះបងប្អូនអាចធ្វើតាមណាក៏បានដែរបងប្អូនបាទតាមនេះវាមាំជាងបាទបងប្អូនធ្វើតាមនេះវាអត់សូវមាំទេនេះកូនក្អុកតិចដែរតែនេះបងប្អូនបាទហើយជា500អីទេអាតង់នេះអាតង់ខាងនោះរៀងក្រាន់បាទចឹងបងប្អូនដែលចង់បានកូនកែបអីតតែពាក់កណ្ដាលខែ4អីបានយើងមានបងប្អូនបាទឬក៏ដើមខែ4បាទយ៉ាងយូរពាក់កណ្ដាលខែ4ហើយតង់នេះបើបងប្អូនចង់បានអីបងប្អូនយកទៅត្រៀមអីបាទត្រៀមធ្វើហើយត្រាំអាងត្រាំអីហើយអាចបងប្អូនអាចកំងកូនកែបបានហើយចឹងខាងយើងក៏មានទទួលដេដែរបងប្អូនអានេះយើងដេទេបងប្អូនបាទទិញស្បៃហើយនឹងតង់យកមកដេទេបងប្អូនដែលយកកូនកែបទៅគឺយើងយកចំណេញតែថ្លៃដេទេបងប្អូនបាទបាទតង់នេះវាមានចាប់ពី2x3ឡើងបងប្អូនបាទ2x3 3x5 3x4 4x6 4x5 អីបងប្អូនអាចកំងតាមតម្រូវការបានបាទគឺយើងមានតម្លៃផ្សេងតាមទំហំតង់បាទវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទសារកុំឲ្យស្ងាត់ YouTube ហើយនឹង Page ពេកចឹងខ្ញុំថតវីដេអូមួយដើម្បីបង្ហាញបងប្អូនទៅបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ